ថ្ងៃនេះមកលោកោនដែលយើងហៅថាឈុតខ្មោចឆៅដើម្បីទទួលនៅបញ្ញាបត្រឥឡូវនេះលើកទី1បានពាក់អូនិយាយពីថារំភើបក្រៃលែងការកាត់ខំប្រឹងប្រែង4ឆ្នាំត្រូវបានបញ្ចប់តែគ្រាន់ថាចេះមិនចេះអាហ្នឹងគឺចាំមើលជាក់ស្ដែងហើយសំខាន់យើងបានបញ្ចប់ការសិក្សាដោយជោគជ័យហើយឥឡូវនេះយើងមកលោកោនសម្លៀកបំពាក់ដែលនឹងត្រូវទទួលនៅថ្ងៃទី16ខែកក្កដាខាងមុខនេះឥឡូវមកឡក៏អាវមកឡកោនសិនចង់ឡើងថាត្រូវឬក៏មិនត្រូវចាក់ស្ដែងគឺថាត្រូវហើយពាក់នេះគឺអត់ទាន់ចេះពាក់ទេហើយនេះមើលលិចមើលកើតព្រោះអីអត់ទាន់ចេះពាក់ទេអត់ទាន់ចេះពាក់ត្រឹមត្រូវទេឥឡូវពងសួរអ៊ីគាត់អ្នករៀបចំហើយនេះពាក់បិច្រាស់ទៀតតាមពិតទៅអានេះយើងត្រូវពាក់ធ្នេដេទៅខាងក្រោយនេះត្រូវបវល់អាធ្នេនោះទៅខាងក្រោយបានវាស្អាតហើយនេះពាក់ត្រូវវៃសក់ឡើងទៅលើអស់ទៀតនេះឥឡូវមិនដែរប៉ណ្ណឹងអែមហើយនេះគឺស្បៃនៅខាងក្រោយស្បៃនៅខាងក្រោយនេះគឺសម្រាប់ style អាចលេង style ដែរស្បៃហ្នឹងបើសិនកាវហ្នឹងបើសិនជាយើងអត់ពាក់ស្បៃខាងក្រោយនេះទេគឺមើលទៅវាសូវស្អាតតែដល់ពេលដែលយើងដាក់ស្បៃខាងក្រោយហ្នឹងមកគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយឈុតឆ្នូតមួយនេះគឺជាឈុតសម្រាប់ថ្នាក់បរិញ្ញាបត្រហើយនេះយើងពាក់ស្បៃខាងក្រោយហើយយើងយកមុខមកពាក់បតងទៀតមកគឺពិតជាស្រស់ស្អាតខ្លាំងមែនទែននេះគឺអ៊ីគាត់ជួយរៀបចំឲ្យដាក់មកអែមមែនតើហ្មងអែមមែនយើងថែមតែប៊ីជើងប៊ូហើយខោខ្មៅទៀតមកគឺពិតជាអាចទទួលយកបានហើយអែមខ្លាំងមែនតើ